សូមបង្ហាញពីរបៀបលុញបាល់លម្អិតហើយនៅក្នុង Facebook ខ្ញុំពិបាកដាក់វីដេអូវែងអញ្ចឹងសម្រាប់បងប្អូនដែលមានបាល់ឬក៏ទិញបាល់នេះក៏ដោយទិញបាល់ផ្សេងខាងលើក៏ដោយបងប្អូនអាចមើលវីដេអូនេះដល់ចប់ខ្ញុំបង្ហាញលម្អិតពីរបៀបលុញអញ្ចឹងបាល់នឹងអាចលុញចង្កេះលុញជើងលុញស្មាអញ្ចឹងបើសិនជាបងប្អូនអាចលុញទាំង3កន្លែងនេះឲ្យស្ទាត់បងប្អូននឹងកាត់បន្ថយការឈឺចាប់ខាងក្រៅអញ្ចឹងជំហានដំបូងគឺបងប្អូនអង្គុយបែបហ្នឹងគឺបង្កើតមុំបែបហ្នឹងអញ្ចឹងសម្រាប់អ្នកដែលឈឺខ្លាំងអត់មានលទ្ធភាពលុញឬក៏ពិបាកលុញបងប្អូនអាចដាក់ដល់ក្រោមអញ្ចឹងបងប្អូនគេងឲ្យដកថែមចេញវែងវែងគេងឆ្វេងគេងស្ដាំឬក៏បងប្អូនអាចដាក់បាតជើងចូលគ្នាទម្លាក់គូតចុះហើយយើងអាចដកថែមឲ្យវែងវែងបងប្អូនព្យាយាមនៅឲ្យយូរអាចសេរីបាល់ឡើងលើចុះក្រោមតាមលទ្ធភាពដែលបងប្អូនចង់ធ្វើយើងអាចដាក់កន្លែងឈឺជាពិសេសគឺកន្លែងលើចង្កេះបន្តិចអញ្ចឹងមានកន្លែងមួយដែលស្រួលសម្រាប់បងប្អូនដែលអាចមានលទ្ធភាពលុញគឺយើងដាក់បាល់ឲ្យចំកន្លែងខ្នងហ្នឹងហើយបន្ទាប់មកយើងអាចដាក់ឈាត់ដៃទៅក្រោមចេះលុញចង្កេះផ្នែកខាងក្រោមបងប្អូនអាចលុញដល់លើលុញមួយអាចលុញដល់ស្មាលុញចាំបងប្អូនលុញរហូតតែបងប្អូនមានអារម្មណ៍ថាធូរអូខេបន្ទាប់ពីយើងលុញខ្នងលុញស្មាហើយអញ្ចឹងខ្ញុំបង្ហាញពីរបៀបលុញខ្នងផ្នែកខាងលើយើងអាចមុនឈានយើងដល់ការលុញជើងអញ្ចឹងអ្នកដែលឈឺស្មាจะអាចលុញខាងលើបាទលុញឆ្អឹងសន្លឹកស្លាបបញ្ជាបងប្អូនអាចអោបដៃចេះក៏បានប៉ុន្តែអោបដៃចេះវាចូលខ្លាំងមែនទែនឬក៏យើងដាក់ដៃទៅខាងចេះឬក៏យើងដាក់មួយក្រោយចេះលុញអញ្ចឹងបើសិនជាបងប្អូនទៅម៉ាស្សាគឺអស់លុយច្រើនមែនទែនសម្រាប់អ្នកម៉ាស្សាខ្នងបន្ទាប់មកយើងលុញតាគៀកនេះប៉ុន្តែមុននឹងលុញតាគៀកយើងអាចធ្វើការ warm up បន្តិចបងប្អូនខ្លះលុញអត់កើតទេលុញតាគៀកឲ្យជើងនឹងអញ្ចឹងបងប្អូនត្រូវការ warm up វាបដូរមកជំនាញទៀតបងប្អូនធ្វើរហូតតែយើងមានអារម្មណ៍ធូរបើចុះធ្វើឡើងរហូតដល់បងប្អូនធូរហើយបងប្អូនឆាប់លុញអញ្ចឹងវិធីសាស្ត្រងាយយើងអាចដាក់គូតបែបហ្នឹងបងប្អូនព្យាយាមលុញរួចបដូរមកជំនាញទៀតយើងលុញយឺតហើយសេរីអាដុំមូលហ្នឹងឲ្យចំកន្លែងណាដែលបងប្អូនចង់ឲ្យវាចូលខ្លាំងឬក៏បងប្អូនអាចគេងចឹងក៏បានគេងលុញតែមានអារម្មណ៍ថាធូរអូខេពេលធ្វើចប់ហើយបងប្អូនអាចលុញផ្លូវទាំងអស់នេះអញ្ចឹងខ្ញុំបង្ហាញពីរបៀបដាក់អញ្ចឹងយើងដាក់លើក្បាលជង្គង់យើងដាក់កែងដៃចុះក្រោមហើយយើងអាចប្រឹងជើងបត់ចុងជើងអូខេបត់ចុងជើងលុញយឺតលុញអៀងមកលុញចាំខ្ញុំត្រឡប់ខ្លួនទៅម្ខាងទៀតបងប្អូននឹងឃើញពីរបៀបលុញកាន់តែច្បាស់អូខេយើងលុញរហូតអូខេខ្ញុំបង្ហាញពីមួយជំនាញទៀតអញ្ចឹងយើងដាក់នៅខាងមុខដដែលហើយចាំមើលជើងខ្ញុំនៅខាងនេះអញ្ចឹងអ្នកដែលលេងបាល់លេងឲ្យឈឺជង្គង់ចាប់ដើមលុញអញ្ចឹងលុញជាប្រចាំ complex សំខាន់គឺបត់ចុងជើងប្រឹងចុងជើងបត់បែបហ្នឹងហើយបើបងប្អូនពិបាកបត់ទេបងប្អូនអាចប្រឹងចុងជើងបែបហ្នឹងលុញយឺតអាចលុញផ្លូវក្នុងទៅលុញយើងកាប់ជើងទៅខាងយើងលុញដល់កលៀនហើយលុញផ្លូវក្នុងរៀងពិបាកមើលតិចប៉ុន្តែបងប្អូនទិសដៅគឺលុញមកជួរផ្លូវក្នុងហ្នឹងហើយអ្នកដែលជឿចង្កេះគឺលុញកន្លែងនេះខ្លាំងច្រើនមែនតើអ្នកជឿជង្គង់គឺលុញផ្នែកខាងក្រោយនេះលុញឲ្យបានច្រើនចាំបងប្អូននឹងធូរចឹងខ្ញុំបង្ហាញពីម្ដងទៀតបង្ហាញពីជំនាញនេះម្ដងទៀតលុញហើយបងប្អូនបើសិនជាមានបាល់នេះមួយគឺស្មើនឹងមានអ្នកម៉ាស្សាផ្ទាល់ខ្លួននៅផ្ទះបងប្អូនអាចធ្វើគ្រប់ពេលហើយសំលុយបងប្អូនរាប់បានរាប់ពាន់រាប់រយរាប់ម៉ឺនដុល្លារបើសិនជាបងប្អូនចេះលុញបាល់នេះចឹងអ្នកដែលចាប់ដើមឈឺដំបងគួរតែលុញមុននឹងវាឈឺខ្លាំងហើយសូមបងប្អូនអាសាព្យាយាមលុញជាប្រចាំអូខេអញ្ចឹងលុញផ្លូវក្នុងផ្លូវក្រៅខ្នងស្មាលុញឲ្យបងប្អូនអាចលុញកពួនជើងបានណាអញ្ចឹងកពួនជើងបងប្អូនអាចដាក់
បែបហ្នឹងលុញទឹកស្មាហើយបើបងប្អូនពិបាកលុញជើងទេបងប្អូនអាចយកបាល់នឹងដំលេងក៏បានដែរអញ្ចឹងជាភាសាស្មងជើងនេះគឺបាក់លុញយើងដើរច្រើនយើងអីយើងដំវាកន្លែងហ្នឹងដំវាថ្នមដំជើងនេះយើងអាចដំបានដែរអូខេអញ្ចឹងបងប្អូនបាល់នេះពិតជាមានអត្ថប្រយោជន៍ច្រើនមកជួបគ្នានៅវីដេអូក្រោយអរគុណច្រើនសង្សារអត់ការទេ